មាសបានហក់កើនឡើងដល់កម្រិតតម្លៃ$3,600ក្នុងមួយដំណឹងជាលើកទី1នៅក្នុងប្រវត្តិសាស្ត្ររបស់ទីផ្សារសូមស្វាគមន៍មកកាន់ទស្សនៈទីផ្សារប្រចាំសប្តាហ៍របស់ FA Insight ថ្ងៃទី15ខែមីនាឆ្នាំ2025ប្រសិនជាយើងគិតត្រឹមដើមឆ្នាំ2025នេះតម្លៃហាងឆេងមាសបានកើនឡើងទៅដល់កម្រិតខ្ពស់បំផុតចំនួន11ដងត្រឹមតែរយៈពេល2ខែ15ថ្ងៃតែប៉ុណ្ណោះនៅក្នុងសប្តាហ៍នេះតម្លៃហាងឆេងមាសបានបន្តកើនឡើងជាបន្តបន្ទាប់ដែលបានកើនឡើងពីកម្រិតតម្លៃ$3,472ដល់កម្រិតតម្លៃ$3,623ក្នុងមួយដំណឹងការកើនឡើងរបស់មាសគឺដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងតែបន្តនិងភាពមិនប្រកបវិជ្ជានៃសេដ្ឋកិច្ចពិភពលោកបូកផ្សំទៅនឹងការព្រួយបារម្ភលើការរំខានដែលអាចកើតមានឡើងនៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោកដោយសារតែចំនួនពន្ធគយកាន់តែកើនឡើងបើយើងរលឹកទៅមើលស្ថានភាពទីផ្សារនៅសប្តាហ៍ក្រោយវិញនៅវិភាគមួយចំនួនបាននិយាយថាមាសអាចនឹងមានការកើនឡើងខ្ពស់ជាងនេះប្រសិនបើទីផ្សារទទួលបានមតិយោបល់ពីសំណាក់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុធនាគារកណ្ដាលសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងជំហរអព្យាក្រឹតចាប់តាំងពីឆ្នាំ2025មកប៉ុន្តែស្ថាប័នទូមួយចំនួនបាននិយាយថាទិន្នន័យសេដ្ឋកិច្ចកាន់តែមានភាពយ៉ាប់យ៉ឺននិងការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចអាចជំរុញធ្វើឲ្យធនាគារកណ្ដាលផ្លាស់ប្ដូរគោលជំហររបស់ខ្លួនទៅជាការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុវិញបច្ចុប្បន្ននេះទស្សនៈទីផ្សារកំពុងតែកំណត់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកថាអាចនឹងមានការកាត់បន្ថយយ៉ាងតិច2ដងនៅក្នុងឆ្នាំនេះជំហរពន្ធដ៏កក្លឿនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែថ្លឹងថ្លែងទៅលើទស្សនវិស័យសេដ្ឋកិច្ចដែលនាំឲ្យខូចខាតដល់កំណើនការព្យាករណ៍នៃសេដ្ឋកិច្ចនិងសម្ពាធទៅលើទ្រព្យសកម្មបូកផ្សំទៅលើហានិភ័យសម្រាប់ភាគហ៊ុនរបស់សហរដ្ឋអាមេរិកជាមួយនឹងសន្ទុះសំខាន់ៗក៏បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅចុងឆ្នាំ2024ផងដែរទន្ទឹមនឹងនោះទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះទាបជាងការរំពឹងទុកដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកដែលអាចជំរុញធ្វើឲ្យមានការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកកិច្ចប្រជុំរបស់ FOMC នៅសប្តាហ៍ក្រោយនឹងក្លាយទៅជាគន្លឹះក្នុងការបង្កើតការរំពឹងទុកសម្រាប់គោលនយោបាយរូបិយវត្ថុបន្ទាប់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកចំណុចនេះគឺជាកត្តាជំរុញដ៏សំខាន់មួយទៅលើតម្លៃហាងឆេងមាសដោយសារតែមាសនិងលុយដុល្លារគឺមានការជួញដូរបញ្ច្រាស់តម្លៃជាមួយនឹងគ្នាសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight